ជំរាបសួរប្រិយមិត្តដែលនិយមតាមដានទស្សនាវីដេអូសម្រាប់រឿងជាទីមេត្រីរឿងតុក្កតាថ្មីមានចំណងជើងថា The Canterville House រឿងនឹងនិយាយពីផ្ទះនឹងមានខ្មោចហើយគូសារមួយមកពីអាមេរិកនឹងគាត់រស់នៅក្នុងផ្ទះនឹងតែខ្មោចនឹងអាចធ្វើអីគាត់បានទេដូច្នេះចាក់នឹងតារឿងខ្មោចបាត់កំ pl ែងតុក្កតានឹងល្អមើលយ៉ាងណានោះសូមទៅតាមដានទស្សនាជាមួយនឹង admin ទាំងអស់គ្នាដើមសាច់រឿងដំបូងឡើងគឺនៅក្នុងភូមិគ្រឹះ Canterville នឹងមានគេហបដីមួយរូបនឹងគាត់នឹងរៀបចំគេងទៅហើយគាត់កាន់ខ្លាឃ្មុំមួយណាតែពេលហ្នឹងគាត់គេងអត់បានទេព្រោះព្រលឹងខ្មោចនៅក្នុងភូមិគ្រឹះនឹងបានដេញតាមឡងគាត់ហើយធ្វើឲ្យគាត់នឹងរត់ពេញនៅខាងក្នុងភូមិគ្រឹះហើយបើទោះបីជាគាត់នឹងជាយាមប្រើមធ្យោបាយយ៉ាងណាក៏ដោយនោះក៏ឃើញថាគាត់នឹងអត់អាចរត់រួចពីការឡងរបស់ខ្មោចប្រចាំភូមិគ្រឹះនឹងទេអញ្ចឹងហើយគាត់ក៏เลยរស់នៅភូមិគ្រឹះនឹងតទៅទៀតទៅគាត់ក៏បានលួចភូមិគ្រឹះនឹងតែឲ្យក្រុមគ្រួសារអ្នកវិទ្យាសាស្ត្រមួយរូបដែលគាត់នឹងរស់នៅសហរដ្ឋអាមេរិកពេលហ្នឹងគាត់បានរៀបចំខ្លួនប្រាណរបស់គាត់នឹងធ្វើដំណើរឆ្លងទ្វីបនឹងមកដល់ទីតាំងហ្នឹងហើយភូមិគ្រឹះនឹងវាស្ថិតនៅជាក្រុងណាមិននៅកណ្ដាលក្រុងដូចយើងពេញទេឧទាហរណ៍ថាយើងនឹងពេញទៅឲ្យភូមិគ្រឹះនៅគៀនស្វាយនៅព្រែកឯងនៅព្រែកភ្នៅព្រែកអីចឹងទៅហើយកូនស្រីរបស់ក្រុមគ្រួសារហ្នឹងនាងអត់ចង់មករស់នៅប្រទេសអង់គ្លេសទេនាងចង់នៅអាមេរិកជាងចឹងណាព្រោះគេមានពួកម៉ាក់គេមានអីចឹងទៅហើយគាត់មានកូនចំនួន3នាក់កូនប្រុស2នាក់ទៀតហ្នឹងគេគឺជាកូនភ្លោះហើយមកដល់ភូមិគ្រឹះនឹងភ្លាមហ្នឹងពួកគេទាំងអស់គ្នាហ្នឹងគឺរៀង exciting ខ្លាំងមែនទែនតែម្ដងជាពិសេសឪពុកម្ដាយហ្នឹងតែម្ដងគាត់ក៏បានជួយជាមួយនឹងម៉ែដដែលគាត់ជាអ្នកមើលការខុសត្រូវនៅខាងក្នុងផ្ទះហ្នឹងទៅបន្ទាប់ពីនោះមកទៀតហ្នឹងពួកគេក៏បានអេងចែកបន្ទប់របស់ពួកគេរៀងខ្លួនហើយនៅពេលដែលឪពុកហ្នឹងជាយាមបញ្ចុះបញ្ចូលកូនស្រីចឹងទៅនាងក៏រើបានសភៅមួយក្បាលដែលសភៅហ្នឹងគឺនិយាយអំពីប្រវត្តិភូមិគ្រឹះហ្នឹងតែម្ដងបើទោះបីជាពួកគេហ្នឹងរៀបរាប់រឿងរ៉ាវហ្នឹងយ៉ាងណាក៏ដោយហ្នឹងក៏ធ្វើឲ្យវិជ្ជនីហ្នឹងនាងដូចជាអត់សូវចង់រស់នៅក្នុងផ្ទះហ្នឹងទេម្ដាយហ្នឹងក៏បានទៅនិយាយបញ្ចុះបញ្ចូលកូនទៅក្នុងបន្ទប់ចឹងណាតែកូនហ្នឹងគឺនាងអត់សូវចង់ស្ដាប់អត់សូវធ្វើតាមម្ដាយទេតែទោះបីជាយ៉ាងណាក៏ដោយហ្នឹងក៏ម្ដាយនិយាយថាអត់អីទេហើយដោយសារតែឃើញតែសភៅហ្នឹងវាគួរចាប់អារម្មណ៍វិជ្ជនីនាងក៏យកសភៅហ្នឹងយកមកអានចឹងទៅអានរហូតទៅដល់ដេកលក់នៅពេលដែលនាងដេកលក់ហ្នឹងរឿងដ៏គួរឲ្យខ្លាចហ្នឹងក៏បានកាត់ឡើងតែម្ដងមានខ្យល់មានអីតិចតួចចឹងទៅពេលហ្នឹងក៏លេចចេញខ្មោច Mr. Simon ដែលគាត់ហ្នឹងគឺជាម្ចាស់ភូមិគ្រឹះហើយតែជាខ្មោចដែលគេតែងតែនិយាយតមកចំនួន300ឆ្នាំហ្នឹងហើយគាត់នៅឃើញ Simon ភ្លាមហ្នឹងវិជ្ជនីនាងអត់មានខ្លាចខ្មោចខ្លាចអីទេគឺស្រាប់តែយកសភៅហ្នឹងគប់ក្បាលតាខ្មោចហ្នឹងតែម្ដងនិយាយទៅពូជពងវងតកក្រុមគ្រួសារគេហ្នឹងគឺអត់ខ្លាចខ្មោចទេដែលធ្វើឲ្យ Mr. Simon គាត់ភ្ញាក់ផ្អើលគាត់ថា300ឆ្នាំហើយគ្មានណាគេហ៊ានគប់ក្បាលគាត់ទេអីក៏វិជ្ជនីហ្នឹងនាងហ៊ានធ្វើអញ្ចឹងណាហើយវិជ្ជនីនាងក៏នឹកឃើញទៅដល់ល្បិចមួយនាងគិតថាបើសិនជានាងដាក់ប្រស្នាជាមួយនឹងខ្មោចហ្នឹងប្រហែលជាល្អបើសិនជាខ្មោចហ្នឹងមានអត្ថភាពអាចលងក្រុមគ្រួសាររបស់នាងទាំងអស់គ្នាឲ្យគេខ្លាចហើយចាក់ចេញពីផ្ទះហ្នឹងក្នុងរយៈពេល2សប្តាហ៍ហ្នឹងគឺនាងនឹងកោតសរសើរឬនាងចាត់ទុកថា Mr. Simon ហ្នឹងគាត់គឺជាខ្មោចអស្ចារ្យហើយតាហ្នឹងចាញ់ប្រាជ្ញក្មេងស្រីហ្នឹងគាត់ក៏ចេញទៅខាងក្រៅលងធ្វើបាបទៅឪពុកម្ដាយរបស់នាងទៅដល់ពេលហ្នឹងគាត់កំពុងតែរៀបចំខ្លួនចូលដីអញ្ចឹងណាហើយប៉ុន្តែមានណានៅពេលដែលគាត់ទៅលងទៅហ្នឹងឃើញថាឪពុកម្ដាយហើយនឹងពួកគាត់ហ្នឹងគឺអត់មានខ្លាចខ្មោចហ្នឹងទេគាត់ទៅចាប់អារម្មណ៍វិញព្រោះគ្រួសារគេហ្នឹងអ្នកវិទ្យាសាស្ត្រអញ្ចឹងណាគេគឺជាអ្នកតាក់ទងទៅនឹងពន្លឺតាក់ទងទៅនឹងអគ្គិសនីហើយបន្ទាប់ពីនោះមកទៀតហ្នឹងគាត់ក៏ទៅលងប្អូនរបស់វិជ្ជនីដែលជាប្អូនប្រុសភ្លោះហ្នឹងពីក្បាលហ្នឹងក៏វាខូចដែរហើយពេលហ្នឹងគាត់ខំដកកគាត់ខំដកក្បាលផងឃើញថាគាត់នៅតែលងអត់ទទួលបានជោគជ័យទេអញ្ចឹងផែនការលងយប់ថ្ងៃទី1របស់គាត់ហ្នឹងក៏បរាជ័យទៅព្រឹកឡើងវិជ្ជនីនាងក៏បានជិះសេះលេងនៅក្បែរភូមិគ្រឹះរបស់នាងក៏បានឃើញបរិសម្នាក់ដែលគាត់ហ្នឹងជិះសេះប៊ីធ្លាក់ជ្រោះហើយពេលហ្នឹងនាងក៏ទៅជួយសង្គ្រោះទទួលបានជោគជ័យតែបរិសម្នាក់មើលទៅដូចជាអត់ចង់ចេះជិះសេះអញ្ចឹងណាអញ្ចឹងនាងក៏បានដឹកបរិសម្នាក់ទៅផ្ទះរបស់នាងអញ្ចឹងទៅដំបូង Henry ហ្នឹងគេអត់ចង់ចូលទេព្រោះភូមិគ្រឹះហ្នឹងម៉ែឪគេហាមឃាត់តែម្ដងតែរសារតែវិជ្ជនីគឺនាងអត់ទាញហីអញ្ចឹងគាត់ក៏ចូលទៅក្នុងភូមិគ្រឹះនោះទៅមានក្អែកខ្មៅមួយតែងតែហោះតាមពួកគេចំណិចហើយក្អែកខ្មៅហ្នឹងក៏បានធ្វើឲ្យពួកគេហ្នឹងជិះសេះទៅដល់កន្លែងសួនច្បារមួយវិជ្ជនីនាងឃើញសួនក្បាលហ្នឹងមានផ្កាកន្លាបមានអីចឹងគេចាប់អារម្មណ៍ណាស់ហើយគេក៏បានឡើងចឹងទៅឃើញមានបរិសម្នាក់កំពុងតែដាំផ្កាកន្លាបនៅក្នុងនឹងតែនៅពេលដែលនាងបែរងាកក្រោយហើយបែរត្រឡប់ទៅវិញចឹងទៅក៏ស្រាប់តែបរិសម្នាក់ហ្នឹងគឺគាត់កាន់ផ្កាកន្លាបហ្នឹងយកមកកាត់មុខនាងធ្វើឲ្យនាងធ្លាក់មកខាងក្រោមចឹងទៅពេលនោះ Henry គេក៏ទៅភូមិគ្រឹះដើម្បីយកតែនាងផឹកណាវិជ្ជនីនៅកន្លែងហ្នឹងតែឯងទេហើយស្រាប់តែនាងបានឃើញស្ពានឃើញអីចឹងទៅហើយនាងក៏ធ្វើដំណើរទៅកន្លែងស្ពានហ្នឹងនៅក្នុងហ្នឹងគឺនាងបានឃើញមានបន្តោងខ្សែកមួយនៅខាងក្នុងទឹកបឹងហើយពេលដែលនាងងាកមកក្រោយវិញហ្នឹងនាងក៏បានឃើញបរិសដែលនៅក្នុងសួនច្បារហ្នឹងច្រាននាងទៅទៅខាងក្នុងទឹកបឹងនៅពេលហ្នឹងនាងក៏បានរើយកបន្តោងហ្នឹងមកតែពេលនោះហ្នឹងមានស្មៅមួយហ្នឹងចងជាប់ជើងនាងតែម្ដងតែសំណាងល្អ Henry ក៏បានមកជួយនាងបានទាន់ពេលវេលាបានពួកគេហ្នឹងក៏ធ្វើដំណើរទៅផ្ទះរបស់ម៉ែដោះទៅម៉ែដោះគាត់បានឃើញខ្សែកហ្នឹងក៏ដូចជាឃើញរូបរបស់ Mr. Simon ហើយនិង Eleanor គឺជាប្រពន្ធរបស់តាដែល
ជាខ្មោចលងប្រចាំផ្ទះហ្នឹងហើយគាត់ក៏បាននិយាយប្រាប់ទៅពីរឿងដែលគេនិទានមកតៗគ្នាទាក់ទងទៅនឹងការស្លាប់នៅក្នុងភូមិគ្រឹះនឹងអញ្ចឹងណាកាលពី300ឆ្នាំមុនគឺតាហ្នឹងក៏បានសម្លាប់ប្រពន្ធរបស់គាត់ហ្នឹងទៅក្នុងទឹកបឹងអញ្ចឹងហើយបានធ្វើឲ្យមានព្រលឹងខ្មោចនៅក្នុងផ្ទះហ្នឹងហើយដើម្បីអាចដោះប្រស្នាដើម្បីធ្វើឲ្យព្រលឹងខ្មោចហ្នឹងឈប់លងមនុស្សរស់នៅទីតាំងហ្នឹងដូចត្រាតែគេហ្នឹងទៅដោះប្រស្នាដោះទំនាយដែលគេបានដាក់នឹងហាទំនាយហ្នឹងមិនដឹងនៅកន្លែងណានោះទេហើយពេលហ្នឹងម្ដាយរបស់វិជ្ជនីហ្នឹងក៏បានចូលមកតន់អញ្ចឹងទៅដំបូងហ្នឹងគិតថា Henry ហ្នឹងគឺជាក្មេងពីលីអាវ៉ាសាដែរប៉ុន្តែមែនទេ Henry ហ្នឹងគេគឺជាកូនអុកញ៉ាដែរហើយម្ដាយហ្នឹងក៏គាត់ចង់ផ្សារស្អិតផ្សារឈាមជាមួយនឹងអុកញ៉ាដែរអញ្ចឹងក៏គាត់ចង់ឲ្យកូនស្រីរបស់គាត់ហ្នឹងស្រឡាញ់គ្នាមួយ Henry ទៅតែ Henry ហ្នឹងគ្នាគឺជាយុវជនមួយដូចជាមិនចង់មានស្នេហាដែរអញ្ចឹងគាត់ក៏បានរត់រះធ្វើដំណើរទៅផ្ទះរបស់គាត់វិញទៅយប់ឡើងហ្នឹងវិជ្ជនីហ្នឹងនាងក៏ប្រុងប្រៀបនឹងសម្រាប់ជាងទៅប៉ុន្តែពេលនោះលោកតា Simon នោះគាត់ក៏បានចេញមកឲ្យឃើញថាវិជ្ជនីហ្នឹងគឺមានខ្សែកហ្នឹងហើយពេលនោះគឺនាងក៏បាននិយាយទៅថាតាមពិត Mr. Simon ហ្នឹងគឺជាខ្មោចដ៏កាចសាហាវគូខៅសម្រាប់ប្រពន្ធខ្លួនឯងអញ្ចឹងដែលធ្វើឲ្យ Mr. Simon ហ្នឹងក៏អត់សប្បាយចិត្តទេគាត់និយាយថាគាត់អត់មានបានទៅធ្វើរឿងរ៉ាវទាំងអស់ហ្នឹងទេអាពាក្យពេចន៍ដែលអ្នកភូមិនិយាយតគ្នាហ្នឹងវាគឺជារឿងមិនពិតហើយបានគាត់និយាយប្រាប់ទៅថាតាមពិតកាលពីមុនហ្នឹងគាត់មួយប្រពន្ធគាត់ហ្នឹងស្រឡាញ់គ្នាណាស់ហើយមូលហេតុដែលនាងស្លាប់ហ្នឹងពេលហ្នឹងគាត់កំពុងតែហាត់សម្ដែងល្ខោនហើយប្រពន្ធគាត់ហ្នឹងចូលចិត្តមើលគាត់សម្ដែងល្ខោនពីឥឡូវស្ពានហ្នឹងហើយព្រាមហ្នឹងក៏ស្រាប់តែនាងហ្នឹងធ្លាក់ចុះទៅក្នុងទឹកបឹងទៅហើយគាត់មកជួយសង្គ្រោះអត់ទាន់អញ្ចឹងហើយបាទវាមានរឿងរ៉ាវហ្នឹងវារហូតមកដល់ពេលហ្នឹងហើយគាត់នឹងដឹងរឿងរ៉ាវទាំងអស់ហ្នឹងទៅហ្នឹងវិជ្ជនីនេះនាងក៏មានអារម្មណ៍ល្អជាមួយនឹង Mr. Simon អញ្ចឹងណាហើយ Simon ក៏គាត់ប្រាប់ទៅថាដោយសារតែរឿងហ្នឹងធ្វើគាត់ហ្នឹងអាចទៅចាប់ជាតិបាននោះទេហើយយប់ហ្នឹងពួកគេទាំងពីរនាក់ហ្នឹងក៏បានជិះឡានពេញនៅខាងក្រុងភូមិគ្រឹះទៅបាននាងហ្នឹងក៏ដឹងថា Mr. Simon ហ្នឹងអាចចាក់ចេញពីភូមិគ្រឹះនឹងបានទេព្រោះទៅហ៊ានបើកឡានចេញផុតមាត់ទ្វារបន្តិចហ្នឹងគឺអត់បានទេហើយគេក៏បានអង្គុយគិតពិចារណាបន្តិចទៅដល់ពេលហ្នឹងគេនិយាយពីទំនាយដែលរឿងរ៉ាវដែលថាអាចដោះប្រស្នាទាំងអស់ហ្នឹងបានហ្នឹងលុះត្រាតែទៅរកអាផ្ទាំងសាលាចរិតដែលគេនិយាយអំពីទំនាយទាំងអស់ហ្នឹងហើយការប្លង់ទៀតមករដូវរងាក៏បានចូលមកដល់វិជ្ជនីនេះបានទៅឃើញដើម almond ដែលដើមហ្នឹងវាតាក់ទងទៅនឹងប្រស្នាដោះរបស់ Mr. Simon ដែរក្នុងហ្នឹងគេមានឆ្លាក់សេចក្តីស្នេហារបស់គាត់ជាមួយនឹង Eleanor អញ្ចឹងណាពេលហ្នឹង Mr. Simon ហ្នឹងក៏ព្យាយាមបញ្ចូលវិជ្ជនីហ្នឹងឲ្យនាងស្រឡាញ់គ្នាជាមួយនឹង Henry ទៅតែនាងនិយាយថាជីវិតរបស់នាងហ្នឹងអត់ត្រូវការសេចក្តីស្នេហាទេជីវិតរបស់នាងត្រូវការការ adventure ច្រើនជាងហើយព្រាមនោះម្ដាយនាងក៏បានស្រែកហៅនាងចេញពីភូមិគ្រឹះព្រោះមានភ្ញៀវចូលមកនៅក្នុងផ្ទះគេអញ្ចឹងណាបាននាងក៏ធ្វើដំណើរទៅជួបជាមួយនឹងភ្ញៀវទាំងអស់ហ្នឹងទៅដែលភ្ញៀវទាំងអស់ហ្នឹងគឺជាគ្រូចាប់ខ្មោចបែបវិទ្យាសាស្ត្រឪពុកនាងហ្នឹងហៅពួកគេហ្នឹងដើម្បីមកចាប់ព្រលឹងខ្មោចរបស់ Mr. Simon ហើយ Simon ហ្នឹងគាត់ស្ដាប់ឮជាទៅក៏អត់សូវសប្បាយចិត្តនោះទេហើយពេលហ្នឹងគាត់ក៏បានបញ្ចេញការលងរបស់គាត់ហ្នឹងធ្វើឲ្យគ្រូខ្មោចធ្វើឲ្យពួកគេទាំងអស់គ្នាហ្នឹងរត់បាត់ដៃសព្រានហ្នឹងតែម្ដងណាគ្រូខ្មោចគេហ្នឹងមានគ្រូខ្មោចបែបមុនអង្គុយទេគេបើអាម៉ាសិនចាក់ខ្មោចដោយរឿង The Ghostbuster ណាទាំងអស់គ្នាធ្លាប់មើលរឿង The Ghostbuster ណាប្រកាសជាដឹងហើយគេមានអាធុងគេពាក់ពីក្រោយមួយចឹងទៅហើយគេមានទយោមួយដើម្បីស្រូបយកព្រលឹងខ្មោចទាំងអស់ហ្នឹងមកហើយពេលហ្នឹងខ្មោចហ្នឹងរត់បាត់ជើងសព្រានហ្នឹងតែម្ដងហើយវិជ្ជនីហ្នឹងក៏បានពាក់ Mr. Simon ទៅថាបានហើយឈប់លងពួកគេទៅពួកគេរត់បាត់ជើងសព្រានអស់ហើយម្ដាយរបស់វិជ្ជនីហ្នឹងក៏អត់សប្បាយចិត្តទេគាត់ប្រាប់ប្តីរបស់គាត់ថាត្រូវតែធ្វើយ៉ាងណាហ្នឹងរកវិធីសាស្ត្រកម្ចាត់ព្រលឹងខ្មោចរបស់ Mr. Simon ហ្នឹងឲ្យតតែបានតែវិជ្ជនីនាងសប្បាយចិត្តណាស់ព្រោះនាងគិតថាកម្រងការដែលនាងនឹងផ្លាស់ត្រឡប់ទៅរស់នៅសហរដ្ឋអាមេរិកវិញនឹងទទួលបានជោគជ័យណាតែពួកនេះក៏បាននិយាយទៅថាអត់មានទេអត់មានពីណាទៅណាទាំងអស់គឺត្រូវរស់នៅក្នុងភូមិគ្រឹះនឹងគឺយើងត្រូវតែរកវិធីដើម្បីកម្ចាត់ខ្មោច Mr. Simon នឹងឲ្យតតែបានដើម្បីយើងត្រៀមរៀបចំកម្មវិធីជប់លៀងអបអរសមិទ្ធផលដែលគាត់ស្រាវជ្រាវតាក់ទងទៅនឹងផ្នែកអគ្គិសនីទទួលបានជោគជ័យនឹងផងហើយទន្ទឹមនឹងដែរម្ដាយរបស់វិជ្ជនីនឹងចង់ឲ្យនាងនឹងក្លាយទៅជាគូក្រជាមួយនឹង Henry ហើយនៅពេលដែលនាងស្ដាប់ហើយនាងក៏បានធ្វើដំណើរទៅខាងក្នុងបន្ទប់ទៅចំណែក Mr. Simon វិញពេលហ្នឹងគាត់គិតថាគាត់នឹងចង់ទៅលងក្មេងៗប៉ុន្តែមានណាក៏ស្រាប់តែគាត់នឹងត្រូវបានក្មេងៗទាំងអស់លងគាត់វិញពួកគេនឹងបានធ្វើសកម្មភាពប្រេងដូចជាខ្មោចចឹងមានខ្មោចរពៅខ្មោចអីដូចជាប៉ុន Halloween ដែរពេលហ្នឹង Mr. Simon នឹងខ្មោចទេប៉ុន្តែខ្លាចខ្មោចខ្លួនឯងចឹងណាហើយគាត់មានអារម្មណ៍អន់ចិត្តមែនទែននៅពេលដែលគាត់នឹងត្រូវបានក្មេងៗទាំងពីរនាក់ហ្នឹងធ្វើបាបហើយវិជ្ជនីនិយាយមួយគាត់យ៉ាងណាហ្នឹងក៏គាត់អត់ព្រមនិយាយជាមួយនឹងនាងដែរគាត់តូចចិត្តណាស់គាត់និយាយថាខ្ញុំគឺជាខ្មោចហេតុអីក៏ខ្ញុំហ្នឹងត្រូវខ្លាចទៅជាខ្មោចដែលត្រូវបានមនុស្សហ្នឹងធ្វើបាបគាត់ទៅវិញចឹងទៅហើយដោយសារតែអាពាក្យពេចន៍ទាំងអស់ហ្នឹងគាត់ធ្វើឲ្យវិជ្ជនីនាងមានអារម្មណ៍កង្វល់ក្នុងការក្នុងចិត្តទៀតហើយ3អាទិត្យកន្លងផុតមកហ្នឹងយើងឃើញថាវិជ្ជនីជាមួយនឹង Henry ហ្នឹងគេក៏បាននាំគ្នាយកជីមកដាក់អាដាម almond ហ្នឹងព្រោះអាដាម almond ហ្នឹងវាមាននៅក្នុងអាកំណត់ទំនាយដែលគេនិយាយអំពីវិធីសាស្ត្រក្នុងការដោះបណ្ដាសារបស់ព្រលឹង Mr.
Simon យើងនឹងបានហើយ Mr. Simon គាត់មើលឃើញសកម្មភាពទាំងអស់ហ្នឹងទៅឪពុកម្ដាយរបស់ Virginia ហ្នឹងគាត់ក៏បានដើរមករកកូនប្រុសកូនស្រីរបស់គាត់នឹងហើយគាត់ក៏បានឮសំឡេងថា Henry ហ្នឹងគាត់នឹងគឺជាកូនចៅរបស់ Mr. Chester ណាដែល Mr. Chester ហ្នឹងគឺជាគូសត្រូវរបស់ Mr. Simon Henry មួយ Virginia ហ្នឹងគេក៏បានធ្វើដំណើរទៅដល់កន្លែងសួននោះទៅដែលពេលហ្នឹង Henry គឺគេប្រុងសារភាពស្នេហាហ្នឹងប្រាប់ទៅ Virginia ប៉ុន្តែក៏ស្រាប់តែ Mr. Simon ហ្នឹងគាត់បានបង្ហាញខ្លួនឡើងតែម្ដងបង្ហាញខ្លួនហ្នឹងគឺគាត់ទៅបំបែកបំបាក់អ្នកទាំងពីរព្រោះគាត់ស្អប់ពូជម្បូរ Mr. Chester ហ្នឹងខ្លាំងមែនទែនតែម្ដងដែលពេលហ្នឹងគឺគាត់ព្យាយាមដេញ Henry ចេញទៅហើយ Virginia នាងមើលឃើញសកម្មភាពការអត់ល្អអត់ស្រួលចឹងទៅនាងក៏ឲ្យ Henry ហ្នឹងគេចាក់ចេញទៅចំណែកហើយ Simon ក៏គាត់បាននិយាយថាចាប់ពីពេលហ្នឹងទៅហាមអត់ឲ្យ Mr. Henry ហ្នឹងមកជន់ដីរបស់គាត់ទៀតនឹងទេឯ Virginia វិញនាងក៏បានរត់ចូលទៅខាងក្នុងបន្ទប់របស់នាងបាត់ទៅពុកម្ដាយឃើញចឹងគាត់មានអារម្មណ៍ថាអត់សប្បាយចិត្តនោះទេដែលពេលហ្នឹងឪពុករបស់ Virginia ហ្នឹងក៏បានហៅ Mr. Simon ហ្នឹងមកប្រាប់ថាគាត់នឹងរៀបចំកម្មវិធីជប់លៀងនៅក្នុងរយៈពេលណាមួយអញ្ចឹងហើយអត់ឲ្យ Mr. Simon ហ្នឹងចេញមកឡងធ្វើបាបមនុស្សដែលមកចូលរួមនៅក្នុងកម្មវិធីជប់លៀងនោះទេហើយ Mr. Simon ក៏បានកំហុសទៅថាហេតុអីក៏គាត់មិនអាចធ្វើបានព្រោះគាត់គឺជាម្ចាស់នៃពុំមួយគ្រឹះនេះណាតែព្រាមនោះឪពុករបស់ Virginia ហ្នឹងគាត់ក៏បានយកអាវត្ថុដែលគាត់ផលិតមកពីអគ្គិសនីដូចជា flash អញ្ចឹងបាញ់ទៅលើ Mr. Simon អញ្ចឹងទៅធ្វើ Mr. Simon ហ្នឹងក៏គាត់គេហៅថាចាញ់ដោយសារការគម្រាមរបស់ឪពុក Virginia នឹងព្រោះគាត់មានតសិលខ្មោចផែនសម័យមុនអញ្ចឹងប៉ុន្តែអាចតទល់ជាមួយនឹងកម្លាំងអគ្គិសនីទាំងអស់ហ្នឹងបានទេហើយពេលវេលានៃកម្មវិធីជប់លៀងហ្នឹងក៏បានចូលមកដល់ភ្ញៀវក៏គេបានទៅចូលរួមយ៉ាងកុះកនៅក្នុងកម្មវិធីហ្នឹងហើយសម្បីតែ Henry ហ្នឹងក៏គាត់មកចូលរួមនៅក្នុងកម្មវិធីហ្នឹងដែរនៅពេលដែលឃើញថាភ្ញៀវទាំងអស់គ្នាហ្នឹងគឺបានជុំគ្រប់ទិសគ្រប់ទីសប្បាយរីករាយរួចរាល់ហើយអញ្ចឹងហ្នឹងឪពុករបស់ Virginia ហ្នឹងក៏គាត់បានប្រកាសឲ្យអ្នកទាំងអស់គ្នាហ្នឹងបន្លត់ទៀនទៅហើយនៅពេលដែលអ្នកទាំងអស់គ្នាបន្លត់ទៀនហើយអញ្ចឹងគាត់ក៏បានបើកអំពូលអគ្គិសនីរបស់គាត់ហើយជំនាន់ហ្នឹងគឺជាជំនាន់ដែលគេទៅរកឃើញអគ្គិសនីណាអញ្ចឹងហើយមនុស្សម្នាក់ហ្នឹងគឺពួកគាត់មានការចាប់អារម្មណ៍គឺពួកគាត់មានការភ្ញាក់ផ្អើលមែនតើនឹងតែម្ដងនៅពេលហ្នឹងពួកគាត់ចាត់ទុកថាហ្នឹងគឺជាទស្សនីយភាពសិល្បៈមួយដ៏អស្ចារ្យមានពលឺព្រឺចិញ្ចែងចិញ្ចាចឹងទៅហើយពួកគេសប្បាយរីករាយខ្លាំងមែនតើទាំង Virginia ហើយ Henry ហ្នឹងពួកគេចាប់ផ្ដើម fall in love ខ្លាំងទៅតែពេលនោះ Mr. Simon ហ្នឹងគាត់នឹងក៏ចាប់ផ្ដើមបង្ហាញឥទ្ធិពលរបស់គាត់ហ្នឹងតែម្ដងក៏អត់សប្បាយចិត្តទេគាត់មានអារម្មណ៍ថាគាត់គឺជាម្ចាស់ផ្ទះហ្នឹងតែត្រូវបានពួកមនុស្សទាំងអស់ហ្នឹងធ្វើបាបគាត់ទៅវិញអញ្ចឹងហើយវាស្របគ្នាជាមួយនឹងកូនរបស់លោកក្រហបដីហ្នឹងប្អូនរបស់ Virginia ហ្នឹងពីរនាក់ហ្នឹងវាចូលចិត្តលេងអាល្បែងប្រេងខ្មោចកដាលជប់អញ្ចឹងណាហើយពេលហ្នឹងវាចាប់ផ្ដើមលេងអាល្បែងហ្នឹងទៅប៉ុន្តែពេលហ្នឹងគឺល្បែងនេះវាអមជាមួយនឹងខ្មោចមែនតើហើយនៅពេលដែលខ្មោចលពៅហ្នឹងវាបានបង្ហាញខ្លួនមកហ្នឹងគឺជា Mr. Simon ហ្នឹងគាត់ខឹងណាស់គាត់ក៏និយាយប្រាប់ទៅអ្នកទាំងអស់គ្នាហ្នឹងពូកែក្នុងការស្រាវជ្រាវវិទ្យាសាស្ត្រអគ្គិសនីណាខ្លាំងមែនទេអញ្ចឹងគាត់ក៏បានធ្វើឲ្យអគ្គិសនីទាំងអស់ហ្នឹងគឺវាបែកអំពូលវាខ្ទាតបំបែកកៅខ្ទាតអីចឹងទៅភ្ញៀវហ្នឹងគឺរត់ផ្អើលឆោឡោពេញនៅខាងក្នុងកម្មវិធីហ្នឹងហើយចំណែកឯ Henry ហើយនៅ Virginia វិញហ្នឹងគឺពួកគេហ្នឹងព្យាយាមអោបគ្នារត់គេចចឹងណាហើយពួកគេមិនអាចធ្វើអីបានទេហើយចុងបញ្ចប់ទៅហ្នឹង Mr. Simon គាត់ខឹងណាស់គាត់ដេញភ្ញៀវដេញអីឲ្យអស់អញ្ចឹងហើយគាត់ក៏បានធ្វើឲ្យនៅក្នុងកម្មវិធីហ្នឹងឆេះដោយសារតែគាត់ឃើញ Henry ហ្នឹងមកក្នុងកម្មវិធីហ្នឹងដែរអញ្ចឹងគាត់ធ្វើឲ្យឆេះបដ ឲ្យឆេះពេលហ្នឹងគឺចេះឡើងវាអនឆេះទៅកណ្ដាលផ្ទះឆេះអីហាប្អូនពីរនាក់នោះនៅលើទេអញ្ចឹងពេលហ្នឹងគេជាប់នៅខាងលើហ្នឹងហើយពីរនាក់នេះក៏ឲ្យប្អូននោះវាហក់ចុះមកអញ្ចឹងទៅនៅពេលដែលហក់ចុះមកអញ្ចឹងឃើញថាពុំគ្រឿងនេះឆេះកាន់តែខ្លាំងទៅហើយ Henry គាត់នៅពីខាងក្រោយគេដែលសំណាអាក្រក់អាដៃហ្នឹងក៏វាដាច់ធ្លាក់មកអំពូលហ្នឹងគាត់ធ្វើឲ្យគាត់ជាប់នៅខាងក្នុងហ្នឹងតែម្នាក់ឯងតែប៉ុណ្ណោះ Virginia ពេលជូនប្អូនចេញមកដល់ខាងក្រៅហើយឃើញ Henry ជាប់អញ្ចឹងនាងក៏បានរត់ទៅជួយទៅតែដោយសារតែភ្លើងកាន់តែខ្លាំងហើយកម្លាំងនេះក៏ខ្សោយអញ្ចឹងជួយអត់បានទេ Mr. Simon យើងចិត្តមិនដាច់ទេដោយសារតែចូលចិត្តក្មេងស្រី Virginia ដែរអញ្ចឹងគាត់ក៏ប្រើកម្លាំងរបស់គាត់ហ្នឹងលើកអំពូលនឹងឡើងអញ្ចឹងទៅ Henry ក៏រួចរស់មានជីវិតហើយឃើញថាភ្លើងឆេះជុំវិញនឹងទៀតចេញមួយរួចទៀតគាត់ក៏ព្យាយាមប្រើកម្លាំងរបស់គាត់ហ្នឹងទាញភ្លើងចូលមកក្នុងខ្លួនរបស់គាត់វិញហ្នឹងលែងឲ្យវាឆេះហើយនៅពេលដែលអាឡុតភ្លើងហើយហ្នឹងឃើញថាមានកំណរបាក់បែកនៅពាំងផ្លូវទៀតអញ្ចឹងគាត់ក៏ព្យាយាមទាញអាកំណរបាក់បែកហ្នឹងចេញមកឲ្យពួកគេទាំងពីរនាក់ហ្នឹងមកចេញខាងក្រៅហ្នឹងដោយសុវត្ថិភាពនឹងទៅហើយពេលហ្នឹង Henry ក៏បាននិយាយប្រាប់ទៅ Virginia ទៅថារឿងរ៉ាវការឡើងទាំងអស់ហ្នឹងតែជាដោយសារតែកំហុសខ្លួនថ្ងៃនេះច្នេះខ្លួនគិតថាចាប់ពីពេលទៅគឺគេលែងមកជន់នៅក្នុងភូមិគ្រឹះនឹងតទៅទៀតអញ្ចឹងណាព្រោះគេដឹងថា Mr. Simon នឹងស្អប់គេដែលធ្វើឲ្យ Virginia នឹងមានអារម្មណ៍ក៏អត់សប្បាយចិត្តទេហើយកាន់តែប្លង់ទៀតមកនឹងក្រុមគ្រួសាររបស់គេក៏បានទៅហៅអ្នកគ្រូចាប់ខ្មោចនឹងមកម្ដងទៀតហើយគឺធ្វើយ៉ាងណាហ្នឹងទៅតាមចាប់ពលឹងរបស់ Mr. Simon ហ្នឹងឲ្យតតែបានតែពួកគេទាំងអស់គ្នាក៏មិនសូវមានជំនឿចិត្តទៅលើអ្នកគ្រូចាប់ខ្មោចណាដែរពេលហ្នឹង Virginia នាងមើលឃើញថាมันអាចឲ្យអ្នកគ្រូចាប់ខ្មោចហ្នឹងមកធ្វើអ្វីបានតាមតែចិត្តទេអញ្ចឹងពេលហ្នឹងនាងក៏បានទៅខ្សឹបពីអ្នកប្អូនប្រុសរបស់នាងហ្នឹងឲ្យពួកគេហ្នឹងព្យាយាមបង្វែងដានអ្នកគ្រូចាប់ខ្មោចហ្នឹងទៅពួកអ្នកគ្រូចាប់ខ្មោចហ្នឹងគាត់ប្រើគេហៅថាស្អីគេនេះត្រីវិស័យណា
ចឹងត្រីវិស័យហ្នឹងគាត់ដើរចឹងទៅអាត្រីវិស័យទៅឆ្វេងគាត់ទៅឆ្វេងអាត្រីវិស័យទៅស្ដាំគាត់ទៅស្ដាំចឹងទៅប៉ុន្តែតាមពិតហ្នឹងគឺគាត់ដើរតាមប្អូនរបស់ Virginia ហ្នឹងគឺគេប្រើល្បិចទេតែ Virginia ហ្នឹងនាងបានទៅជួយព្រលឹងរបស់ Mr. Simon ហ្នឹងដើម្បីធ្វើយ៉ាងណាហ្នឹងដោះអាប្រស្នានៅខាងក្នុងសភៅហ្នឹង Virginia ហ្នឹងក៏បានទម្លុងចាំងចូលទៅជួបមួយនឹង Mr. Simon ដែលពេលហ្នឹងគាត់កំពុងតែអង្គុយកាត់ទូក្រៀមក្រំមែនតែនតែម្ដងហើយ Virginia ក៏បានប្រាប់ទៅឆាប់ឲ្យ Mr. Simon នឹងរត់គេចណាព្រោះអ្នកស្រីចាប់ខ្មោចនឹងប្រងមកចាប់ប៉ុណ្ណឹងគាត់យកទៅធ្វើការពិសោធន៍អីតែគាត់និយាយថាអត់អីទេឲ្យគេចាប់ប៉ុណ្ណឹងគាត់យកទៅព្រោះពេលនេះគឺគាត់ហត់នឿយហើយ300ឆ្នាំហ្នឹងគាត់មិនដែលបានដេកតទៅសោះតែ Virginia នាងក៏បានប្រកែកពេលហ្នឹងគាត់ក៏បានរៀបរាប់ប្រាប់រឿងរ៉ាវដែលបានកើតឡើងទៅលើគាត់ជាមួយនឹង Illinois ទៅ Mr. Chester ដែលជាចំណន់ជាដូនជីតារបស់ Henry ហ្នឹងគាត់នឹងក៏ចង់បាន Illinois ហ្នឹងធ្វើជាប្រពន្ធរបស់គាត់ដែរទន្ទឹមនឹងដែរគាត់ថែមទាំងចង់បានវិមាននឹងធ្វើជាកម្មសិទ្ធិរបស់គាត់ទៀតអញ្ចឹងហើយបានជាគាត់រៀបគម្រោងការសម្រាប់ Illinois នឹងគឺគាត់បានដៃឈើនៅកន្លែងដែល Illinois ទៅឈរនោះបានធ្វើឲ្យនេះនឹងធ្លាក់ស្លាប់អញ្ចឹងហើយគាត់ក៏បានចាប់ Mr. Simon នឹងយកមកឃុំនៅខាងក្រោមវិមាននឹងហើយចាត់ប្រកាន់ថាគាត់នឹងគឺជាអ្នកសម្លាប់ប្រពន្ធខ្លួនឯងនឹងហើយព្រមទាំងបានដាក់បណ្ដាសាគាត់នឹងខ្លាចទៅជាពលឹងចាំនៅទីតាំងនឹងតទៅទៀតពេលនិយាយអញ្ចឹងទៅវិជ្ជានាងក៏បានឃើញអាផ្ទាំងសាលាចរិតដែលគេរៀបរាប់អំពីវិធីក្នុងការដោះបណ្ដាសាហ្នឹងណាតែ Mr. Simon ក៏អត់ចង់ឲ្យវិជ្ជានាងធ្វើកិច្ចការទាំងអស់នឹងទេហើយចំណែកឯក្រុមអ្នកតាមរកពលឹងនៅនោះវិញហ្នឹងក៏បានតាមមកទាន់ទីតាំងហ្នឹងក៏បានឃើញ Mr. Simon ភ្លាមលោកស្រីចាប់ខ្មៅគាត់ក៏បានប្រើកម្លាំងរបស់គាត់ហ្នឹងបាញ់ទៅតែពេលនោះវិជ្ជានាងក៏បានយកបន្ទះដែកមួយហ្នឹងទប់កម្លាំងហ្នឹងធ្វើឲ្យអ្នកគ្រូចាប់ខ្មៅហ្នឹងគាត់ខ្ទាតទៅម្ខាងពួកគេព្យាយាមរត់ទៅអាកន្លែង Garden of the Dead ហ្នឹងដើម្បីដោះស្រាយបញ្ហាទាំងអស់ហ្នឹងហើយអ្នកទាំងអស់គ្នានេះវិញហ្នឹងក៏បានដេញតាមនាងទៅពីខាងក្រោយគាត់ទៅដល់ Garden of the Dead ហ្នឹងភ្លាមហ្នឹងគេក៏បានឃើញទាំងសាលាចរិតហ្នឹងដែលទាំងសាលាចរិតហ្នឹងរៀបរាប់អំពីវិធីសាស្ត្រក្នុងការដោះប្រស្នាក៏ដូចជាទំនាយទាំងអស់ហ្នឹងហើយបើសិនជាដោះបានហ្នឹងគឺនឹងមាននរណាគេម្នាក់ហ្នឹងត្រូវបាត់បង់ជីវិតណាតែវិជ្ជានាងអត់ខ្វាយខ្វល់ច្រើនទេនាងក៏និយាយថាគឺនាងចង់ជួយ Mr. Simon នឹងហើយពួកគេនឹងក៏បានចូលទៅដល់ខាងក្នុងសួនច្បារនឹងវាគឺជាសួនច្បារដែលគេហៅថាគឺជាសួនច្បារនៃសេចក្តីស្លាប់អញ្ចឹងណាយើងមើលពីខាងក្រៅទៅនឹងអត់ឃើញទេតែអ្នកពីខាងក្នុងមើលយើងមកឃើញហើយគេក៏បានទៅជួបជាមួយនឹងបុរសម្នាក់ដែលគាត់នឹងគឺជាអ្នកថែសួននៅទីតាំងហ្នឹងហើយនៅពេលដែលជួបចឹងទៅនាងនឹងក៏បានសួរនាំចឹងទៅបុរសក៏បានប្រាប់ថាគាត់ហ្នឹងឯងគឺជាអ្នកឲ្យសភៅនិយាយអំពីប្រវត្តិភូមិគ្រឹះ Canterville ហ្នឹងទៅវិជ្ជាហ្នឹងហើយនៅពេលដែលដឹងចឹងទៅថាម្នាក់ហ្នឹងគឺជាអ្នកដែលអាចធ្វើឲ្យពលឹងរបស់ Mr. Simon ហ្នឹងរួចរស់មានជីវិតចេញពីភូមិគ្រឹះហ្នឹងនាងក៏បានលុតជង្គង់សូមអង្វរទៅបុរសហ្នឹងតែម្ដងបុរសហ្នឹងក៏និយាយថាអូខេគឺគាត់នឹងឲ្យពលឹងរបស់ Mr. Simon ហើយនឹងពលឹងរបស់ Illinois ហ្នឹងគឺពួកគេទាំងអស់គ្នាហ្នឹងរស់រានមានជីវិតលែងនៅក្នុងមន្តអាគមនៃវិមានហ្នឹងតទៅទៀតអញ្ចឹងណាពេលហ្នឹងវិជ្ជានាងសប្បាយចិត្តណាស់ហើយនាងក៏ថាអូខេឥឡូវបើសិនជាសុំបានហើយអញ្ចឹងពួកគេទាំងអស់គ្នាហ្នឹងនឹងចាក់ចេញពីក្នុង Garden of the Dead នឹងប៉ុន្តែ Master ហ្នឹងក៏បានប្រាប់ទៅថាអត់ទេគឺត្រូវតែមានការដោះដូរវិជ្ជាគឺនាងនៅក្នុងទីតាំងហ្នឹងហើយបើសិនជាចង់ឲ្យ Mr. Simon ហើយនិង Illinois គឺរស់រានមានជីវិតតទៅខាងមុខទៀតអញ្ចឹងណាតែពេលហ្នឹងគឺនាងអត់យល់ពីអ្វីដែល Master ហ្នឹងគឺបាននិយាយប្រាប់ទេបានគេនិយាយប្រាប់ទៅថាមនុស្សដែលចូលមកក្នុង Garden of the Dead ហ្នឹងបានហ្នឹងគឺមានតែវិញ្ញាណហ្នឹងតែប៉ុណ្ណោះហើយគេមិនអាចចាក់ចេញទៅវិញបានទេគឺត្រូវតែមានការដោះដូរអញ្ចឹងហើយបានពេលហ្នឹង Mr. Simon ដោយសារតែគាត់ចង់ជួយទៅ Virginia វិញទៅគាត់ក៏និយាយថាឥឡូវពួកយើងទាំងពីរនឹងប្រយុទ្ធជាមួយគ្នាអញ្ចឹងណាបើសិនជាគាត់ប្រយុទ្ធឈ្នះគឺពួកគាត់ទាំងអស់គ្នានឹងអាចចាក់ចេញពី Garden of the Dead ហ្នឹងហើយបើសិនជាគាត់ប្រយុទ្ធចាញ់វិញគឺគាត់សុខចិត្តនៅក្នុង Garden of the Dead ហ្នឹងជាមួយនឹង Illinois តទៅទៀតតែសូមឲ្យ Virginia ហ្នឹងគឺនឹងចាក់ចេញទៅហើយបានពួកគេហ្នឹងក៏បានឯកភាពគ្នាដែរពេលហ្នឹងគេក៏ចាប់ផ្ដើមប្រយុទ្ធតតាំងជាមួយគ្នាយើងឃើញថាគាត់ក៏បានផ្លាស់ប្ដូររូបរាងកាយរបស់គាត់ហ្នឹងដូចជា Mr. Simon អញ្ចឹងតែលក្ខណៈគេហៅថាតួអាក្រក់ណាហើយកើតក៏វាយគ្នាទៅវិញទៅមកវាយគ្នាទៅវិញទៅមកវាយគ្នាទៅវិញទៅមកអញ្ចឹងទៅយើងឃើញថា Mr. Simon ហ្នឹងអត់អាចមានជ័យជំនះទៅលើ Mr. Simon ដែលជា Mr. Simon បិសាចហ្នឹងបានទេហើយចំណែកអ្នកនៅខាងក្រៅនេះវិញហ្នឹងឪពុកម្ដាយហ្នឹងក៏បានមកឃើញសារសពកូនស្រីហើយពេលហ្នឹងពួកគាត់ទាំងអស់គ្នាហ្នឹងក៏នឹកឃើញនៅវិធីសាស្ត្រថាយកអាម៉ាស៊ីនអាគិសនីហ្នឹងដើម្បីហៅបលឹងកូនស្រីមកវិញអញ្ចឹងណាហើយគាត់ក៏បានឆក់កូនស្រីរបស់គាត់ទៅប៉ុន្តែទៅបីជាគាត់ព្យាយាមធ្វើយ៉ាងណាក៏ដោយហ្នឹងឃើញថាបលឹងរបស់វិជ្ជាហ្នឹងគឺអត់ត្រឡប់មកវិញទេម្ដាយដោយសារតែឃើញថាវាអត់សមធ្វើអញ្ចឹងមើលទៅដូចជាធ្វើទរណកម្មលើរូបរាងកាយរបស់កូនស្រីខ្លួនឯងគាត់ក៏បានបញ្ឈប់សកម្មភាពទាំងអស់ហ្នឹងទៅឯ Henry វិញគេក៏រៀងទីទើដែរពេលហ្នឹងគឺគេធ្វើដំណើរមកដល់វិមានហ្នឹងហើយគេគិតថាគេគួរតែទៅសារភាពស្នេហាប្រាប់
ទៅវិជ្ជានៅក្នុងឱកាសហ្នឹងណាហើយគេក៏ធ្វើដំណើរមកដល់ទីតាំងហ្នឹងដែរហើយគេឃើញសកម្មភាពទាំងអស់ហ្នឹងទៅនៅពេលដែលឃើញថាគេមិនអាច cover អ្វីបានតទៅសោះអញ្ចឹងខ្លួនប្រាណគេក៏បានទៅប៉ះជាមួយនឹងអាសារាចរិតចូលទៅក្នុងសួនច្បារហ្នឹងដែរហើយដោយសារតែគេនឹងមាននិស្ស័យជាមួយនឹងវិជ្ជាអញ្ចឹងដូច្នេះគេក៏បានចូលទៅក្នុងសួនច្បារហ្នឹងជាមួយនឹងវិជ្ជាដែរហើយការប្រយុទ្ធនៅខាងក្នុងវិញឃើញថាមិនឈ្នះមិនចាញ់ទេតែមកតង់ទៅក៏ស្រាប់តែលេចចេញបិសាចដ៏ធំមួយទៀតហ្នឹងកាត់ឡើងហ្នឹងតែម្ដងដែលពេលហ្នឹង Mr. Simon ហ្នឹងគាត់អត់ទទួលបានជោគជ័យនោះទេគឺគាត់ដួលនៅទីតាំងតែម្ដងចំណែកឯវិជ្ជាវិញហ្នឹងគឺត្រូវបាន Master ហ្នឹងចាប់ចងជាប់ឲ្យនាងហ្នឹងធ្វើអីបាននោះទេតែពេលនោះក៏ស្រាប់តែដាវមួយហ្នឹងបានខ្ទាតទៅក្បែរខ្លួនប្រាណរបស់នាងក៏ព្យាយាមទៅក្បែរដាវហ្នឹងទៅហើយកាត់ខ្លួននោះរួចចេញមកពីសំណាញ់ហ្នឹងហើយនាងក៏កាន់ដាវយកមកប្រយុទ្ធជាមួយនឹងបិសាចនឹងដែរអញ្ចឹងណាហើយប្រយុទ្ធទៅប្រយុទ្ធមកឃើញថានាងក៏មានកម្លាំងខ្លាំងក្លាក្នុងការប្រយុទ្ធតទៅជាមួយនឹងបិសាចចង្រៃនឹងដែរប៉ុន្តែទោះបីជានាងខ្លាំងក្លាយ៉ាងណាក៏ដោយក៏ឃើញថានាងអត់ទទួលបានជោគជ័យទេពេលនោះ Henry គេក៏លេចខ្លួនចូលមកការពារដែរចូលទៅទាំងពីរនាក់នឹងតែម្ដងណាអត់តន់សួរនាំឲ្យច្រើនទេឥឡូវគឺទៅប្រយុទ្ធវាយគ្នាសិនតែបើទុកបីចំពោះគេនឹងជាយាមទៅជួយសង្គ្រោះជាយាមទៅវាយយ៉ាងណាក៏ដោយនឹងឃើញថាទាំងពីរនាក់ហ្នឹងគឺនៅតែចាញ់បិសាចនឹងដដែលទេហើយឃើញថាចាញ់អស់គ្រប់ទឹកគ្រប់វិធីអស់ហើយអញ្ចឹងគឺគេគិតថាគេឥឡូវស្លាប់ក៏ស្លាប់ទៅប៉ុន្តែព្រាមនោះ Mr. Simon ក៏គាត់ដឹងខ្លួនឡើងវិញទៅគាត់ក៏ទៅប្រយុទ្ធតទល់ឈ្នះបានបិសាចនឹងវៈហើយបិសាចហ្នឹងពេលហ្នឹងគិតថាឈ្នះទាំងស្រុងហើយប៉ុន្តែមានណាក៏ស្រាប់តែបិសាចនេះវាបានកលាខ្លួនខ្លាចទៅជា Chaser ដែលជាដូនចតារបស់ Henry ហ្នឹងមកប្រយុទ្ធជាមួយនឹងគាត់ម្ដងទៀតពេលហ្នឹងគេក៏បាននិមិត្តអាកន្លែងស្ពាននៅ Illinois នេះបានធ្លាក់អញ្ចឹងណាទៅប្រយុទ្ធតតាំងគ្នានៅទីតាំងហ្នឹងហើយចាក់ទៅចាក់មកក៏ឃើញថា Mr. Simon ហ្នឹងក៏មានព្រៀបបន្តិចប៉ុន្តែពេលនោះបិសាចនេះវាចេះណាវាបានប្រែកលាខ្លួនវាហ្នឹងទៅជា Illinois អញ្ចឹងណាធ្វើឲ្យ Mr. Simon ហ្នឹងគាត់រៀងស្ទាក់ស្ទើរបន្តិចតែក៏គាត់តាំងស្មារតីរួចរាល់ក៏ដឹងថាហ្នឹងគឺជាបិសាចហ្នឹងគាត់ក៏ចាក់ប៉ុន្តែនៅពេលដែលគេបានប្រែកលាមកវិញមកឃើញថាពួកគេទាំងពីរនាក់ហ្នឹងគឺត្រូវបានចាក់ដូចគ្នាអញ្ចឹងបានន័យថាពីរនាក់ហ្នឹងអត់មានពីណាចាញ់អត់មានពីណាឈ្នះទេអញ្ចឹង Mr. Simon ហ្នឹងគឺត្រូវជាប់នៅក្នុងហ្នឹងជាមួយនឹង Illinois ហើយនៅពេលដែលពួកគាត់ហ្នឹងលី Henry ហើយនៅវិជ្ជារួចរាល់ហើយអញ្ចឹង Mr. Simon ក៏ខ្លាចទៅជារូបសំណាកថ្មនៅក្នុងទីតាំងហ្នឹងទៅហើយវិជ្ជាហើយនឹង Henry គេក៏រួចមានជីវិតចេញពីសួនច្បារនៃសេចក្តីស្លាប់នឹងវិញអញ្ចឹងណាហើយនៅពេលដែលពួកគេបានភ្ជាក់ដឹងខ្លួនមកអញ្ចឹងទៅគេនឹងមានអារម្មណ៍ថាសោកស្ដាយមែនតើដែលមិនអាចជួយ Mr. Simon ហើយនៅប្រពន្ធរបស់គាត់នឹងឲ្យនាងរស់រានមានជីវិតឡើងអញ្ចឹងណាពួកគេទាំងពីរនាក់ហ្នឹងក៏បានចូលទៅខាងក្នុងសួនច្បារហ្នឹងទៅហើយពុកហ្នឹងក៏បានគាត់កូនស្រីថាកុំឲ្យនាងហ្នឹងគិតច្រើនពេកតែវិជ្ជានាងក៏និយាយថាអត់ទេនាងត្រូវតែធ្វើកិច្ចការទៅហ្នឹងឲ្យទទួលបានជោគជ័យអញ្ចឹងទៅពេលហ្នឹងនាងក៏ទៅយំនៅក្បែររូបសំណាករបស់ Mr. Simon ហ្នឹងគឺវាដូចទៅនឹងអាសារាចរិតហើយគេនិយាយពីវិធីក្នុងការដោះបណ្ដាសាហ្នឹងគឺធ្វើយ៉ាងណាហ្នឹងឲ្យដើម Almond ហ្នឹងគឺវាដោះមានជីវិតចឹងទៅហើយចូលទៅក្នុងកន្លែងជួនច្បារការដិតអត់តែហើយចុងក្រោយហ្នឹងគឺជាដំណក់ទឹកភ្នែករបស់ក្មេងស្រីនឹងឯងគេហៅថាក្មេងស្រីបរិសុទ្ធចឹងណាហើយមុនហ្នឹងគឺជាការសុំសេរីភាពពីក្មេងស្រីបរិសុទ្ធហើយនៅពេលដែលទំនាយហ្នឹងគឺវាត្រូវទាំង3លក្ខខណ្ឌហ្នឹងហើយហ្នឹងពលឹងរបស់ Mr. Simon នោះក៏ស្រាប់តែគាត់នឹងលេចរូបរាងឡើងពីលើរូបចម្លាក់ថ្មនោះតែម្ដងហើយប្រពន្ធរបស់គាត់នឹងក៏អញ្ចឹងដែរពួកគេទាំងពីរហ្នឹងសប្បាយចិត្តខ្លាំងមែនទែនដែលទំនាយត្រូវបានដោះបណ្ដាសាចេញហើយគ្មានពលឹងខ្មោចអីស្ថិតនៅក្នុងភូមិគ្រឹះ Canterville នឹងតទៅទៀតទេគាត់ទាំងអស់គ្នាហ្នឹងក៏បានលាក្រុមគ្រួសារហ្នឹងទៅហើយកាត់ដល់ប្លង់ទៀតមកហ្នឹងយើងឃើញថាពួកគេទាំងអស់គ្នាហ្នឹងក៏បានរៀបមង្គលការឲ្យវិជ្ជាហើយនឹង Henry ដែរហើយគេក៏បានបោះអាការរបស់គេចុងក្រោយទៅហើយមង្គលការរបស់គេហ្នឹងក៏បញ្ចប់ទៅពុំពេញទៅដោយភាពសប្បាយរីករាយហើយពួកគេទាំងពីរអ្នកដោយប្រពន្ធហ្នឹងក៏បានជិះយន្តហោះមួយហ្នឹងធ្វើដំណើរជាមួយពិភពលោកណាព្រោះសបិនរបស់វិជ្ជាហ្នឹងគឺនាងចង់ធ្វើដំណើរទៅជាមួយពិភពលោកអ្នកចង់ខ្លាចទៅជាមនុស្សស្រីដែលគិតតែរឿងចង្ក្រានជ័យឆ្នាំហ្នឹងតែប៉ុណ្ណោះហើយសាររឿងតកតា Canterville ហ្នឹងក៏ចប់ដោយសារការត្រឹមប៉ុណ្ណេះទៅចង់ក្រោយបើ admin និយាយទៅវាលើលួចខ្វះការត្រឹមប្រការណាមួយនិយាយមិនសូវច្បាស់តដិតអីហ្នឹងក៏ប្រកែកប្រកាន់អីហើយចាំមើលរឿងហ្នឹងឲ្យកាន់ទៅល្អមើលទៀតហ្នឹងអាចទៅរកមើលខ្លួនឯងបានជាចុងក្រោយកុំភ្លេចចុច Subscribe ដល់ Channel របស់ Diamond សមារឿង Studio ឬ Diamond Drama ផងជម្រាបលាបាយបាយ